បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺថាមានពេលវេលាឲ្យខ្លួនឯងគឺធ្វើការដើរលេងនៅលំភ្ញៀវបងប្អូនទាំងអស់គ្នាហ្នឹងហើយបើកក្បាលវីដេអូមកគឺថាដើររេរអញ្ចឹងទៅមិនដឹងការងារស្អីទេហ្នឹងហើយឃើញទេសភាពស្អាតពេកអញ្ចឹងណាហើយណាមួយក៏យើងខានមកកន្លែងហ្នឹងយូរដែរដល់ហើយចេះនឹកឃើញថាមកថតរូបថតអីលេងដើរឲ្យវាលហើយខួរខ្លះបើយើងនៅជួរតដីអញ្ចឹងទៅវានិយាយទៅវាឃើញតែស្រែអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយតែយើងរកទេសភាពបៃតងដើម្បីកម្ដៅសាច់ដុំភ្នែកអញ្ចឹងទៅហើយហ្នឹងហើយទៅដូចជាមិនខកបំណងទេបងប្អូនទាំងអស់គ្នាហ្នឹងហើយមេឃភ្លៀងធ្លាក់មួយមេធ្វើឲ្យរុក្ខជាតិខៀវខ្ចីស្រស់បំព្រងមានការរីកស្គុះស្គាយអញ្ចឹងទៅហ្នឹងហើយដើរនិយាយទៅមកវីដេអូពេញគឺដើររហូតដល់ចប់ហ្មងអត់មានកន្លែងឈប់សោះហ្នឹងហើយដើរចុះដើរឡើងមិនដឹងការងារស្អីទេដើរមើលផ្កាប្រហែលឯងហ្នឹងកន្លងឲ្យខ្មុំហើយហ្នឹងគេថាគេហ្នឹងកាច់រៀងកាច់រៅធ្វើដូចប្រុសស្អាតអញ្ចឹងណាហ្នឹងហើយទៅទៀតហើយមិនដឹងទៅណានេះដើរហ្មងនិយាយទៅដូចអ្វីដែលខ្ញុំបញ្ជាក់បងប្អូនមុនអស់ពីមួយកន្លែងទៅមួយកន្លែងទៅទៀតហើយមិនដឹងទៅណានេះនិយាយទៅគឺថ្ងៃហ្នឹងដើរឲ្យសោះកពូលពេជ្រហ្នឹងហ្មងដើរតិចគ្មានសល់ទេដើរបនិតដើរមើលនិយាយទៅទទួលបានអារម្មណ៍ប្លែកដោយសារតែទេសភាពស្អាតបងប្អូនទាំងអស់គ្នាហើយនេះឡើងសណ្ដើនេះកន្លែងខ្ញុំថតរឿងដំបងគេមកអស់បងប្អូនទាំងអស់គ្នាមានចាំបានទេនេះកន្លែងហ្នឹងហើយកន្លែងខ្ញុំថតរឿងដំបងគេហើយតាំងពីហ្នឹងមកគឺល្បីរហូតដោយសារតែមកថតកន្លែងហ្នឹងមានបងប្អូនយើងស្គាល់ខ្ញុំច្រើនអញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយនេះកន្លែងខ្ញុំធ្វើដៃធ្វើជើងហ្នឹងកន្លែងហ្នឹងដឹងរឿងហ្នឹងចំណងជើងថាម៉េចអត់រឿងហ្នឹងចំណងជើងថាអកកេះខ្នាតតូចហ្នឹងហើយហ្នឹងបងប្អូនមានចាំមកឃ្លៀអត់គេល្បីដល់សពថ្ងៃអញរកបត់ហ្នឹងគឺកន្លែងហ្នឹងហើយបងប្អូនទាំងអស់គ្នាតែឥឡូវគេរៀបចំស្អាតនិយាយទៅកាលមុនមានក្តារបាក់បែកតែឥឡូវអត់ទេគេធ្វើឲ្យឡើងវិញឡើងស្អាតហើយនិយាយទៅគឺកន្លែងនេះគឺអេមែនតើបងប្អូនទាំងអស់គ្នាពុំផ្កាដៃផ្កាជើងហ្នឹងប្រាប់ថាកាលពីមុនអត់សូវមានផ្កាទេឥឡូវវាដុះផ្កាច្រើនអញ្ចឹងណាហើយរុក្ខជាតិឥឡូវហ្នឹងក៏វាដុះច្រើនដែរហ្នឹងហើយមើលទៅគឺខៀវស្ងាត់ហ្មងណាហ្នឹងហើយកន្លែងហ្នឹងតិចទៀតទៅផ្កាវាដុះឡើងលើអាដបូលហ្នឹងហើយវីដេអូនេះផងដែរបានការឧបត្ថម្ភធំដោយ Lesnite គឺជាលេលាបបំបត្តិការកទួលរមាស់អាចរុយស្បែកក្រហមនិយាយទៅគឺលាបទៅមិនខកបំណងទេពុកម៉ែបងប្អូនគឺប្រើប្រាស់ដោយទំនុកចិត្តដោយគុណភាពនិយាយទៅគឺថាទទួលបានក្លិនគឺ24ម៉ោងហ្មងគឺក៏អូបជាប់តើចាស់អ្នកដឹងទេថាខ្ញុំស្រោម